ខណៈពេលកំពុងដើរលើភ្នំយ៉ាងសប្បាយរីករាយបុរសម្នាក់បានធ្វើឲ្យទូរស័ព្ទរបស់ខ្លួនធ្លាក់ចូលទៅក្នុងរូងភ្នំដ៏ជ្រៅមួយដែលមើលទៅគួរឲ្យខ្លាចនិងអាថ៌កំបាំងបំផុតព្រោះតែខ្លាចបាត់បង់ទិន្នន័យនិងទំនាក់ទំនងសំខាន់គាត់ក៏សម្រេចចិត្តប្រថុយគ្រោះថ្នាក់ដោយប្រើខ្សែពួរដើម្បីចុះទៅក្នុងរូងភ្នំនោះតែម្នាក់ឯងការចុះទៅក្នុងទីងឹតមិនមែនជារឿងងាយស្រួលឡើយគាត់ត្រូវតោងខ្សែពួរយ៉ាងណែននិងប្រុងប្រយ័ត្នបំផុតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននៅពេលចុះទៅដល់បាតរូងភ្នំគាត់ស្រាប់តែធំក្លិនក្រអូបម្យ៉ាងដ៏ចម្លែកដែលធ្វើឲ្យស្មារតីរបស់គាត់ប្រែជាស្រស់ថ្លានិងមានកម្លាំងខុសពីធម្មតាភ្លាមនៅចំកណ្ដាលរូងភ្នំដ៏អាថ៌កំបាំងនោះមានដើមឈើធំមួយដែលបង្កប់នៅក្របឃ្លីពន្លឺពណ៌បៃតងដ៏អស្ចារ្យនិងមានរស្មីចែងចាំងគ្រាន់តែគាត់ប៉ះវាភ្លាមថាមពលពណ៌បៃតងដ៏អស្ចារ្យនោះក៏បានរលាយចូលទៅក្នុងខ្លួនរបស់គាត់តាមរយៈមុខរបួសលើដៃធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរាងកាយបុរសរូបនេះមានអារម្មណ៍ថាខ្លួនឯងមានកម្លាំងកើនឡើងយ៉ាងខ្លាំងក្លាដែលគាត់មិនធ្លាប់មានពីមុនមកក្នុងជីវិតរបស់គាត់ឡើយអ្វីដែលកាន់តែអស្ចារ្យនោះគឺរុក្ខជាតិដែលនៅជុំវិញខ្លួនគាត់ចាប់ផ្ដើមដុះលូតលាស់យ៉ាងលឿនដូចមានមន្តអាគមនៅពេលដែលគាត់បញ្ចេញថាមពលចេញមកដើម្បីឲ្យច្បាស់ពីសមត្ថភាពថ្មីនេះគាត់បានសាកល្បងប្រើថាមពលលើស្មៅដែលក្រៀមស្វិតចិត្តងាប់ទៅហើយឲ្យវារស់ឡើងវិញយ៉ាងស្រស់បំព្រងនិងដុះផ្កាភ្លាមតែម្ដងមិនត្រឹមតែអាចបញ្ជាការលូតលាស់បានទេភ្នែករបស់គាត់ថែមទាំងអាចមើលឃើញព័ត៌មានលម្អិតនិងតម្លៃទីផ្សាររបស់រុក្ខជាតិគ្រប់ប្រភេទយ៉ាងច្បាស់លាស់ទៀតផងសំណាងធំបានមកដល់ហើយគាត់បានរកឃើញបន្លែព្រៃកម្រយ៉ាងដែលមានតម្លៃខ្ពស់ក្នុងទីផ្សារដែលអាចឲ្យគាត់រកប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទីបំផុតគាត់បានជួបនឹងដើមផ្កាដ៏ស្រស់ស្អាតនិងកម្របំផុតមួយដែលដុះក្នុងប្រហោងថ្មហើយវាមានអាយុកាលរាប់រយឆ្នាំមកហើយដោយប្រើថាមពលពិសេសបញ្ជាទៅលើវលិគាត់បានដកដើមផ្កានោះចេញពីធ្មេញយ៉ាងងាយស្រួលដោយមិនឲ្យខូចខាតដល់ឫសរបស់វាឡើយបន្ទាប់ពីទទួលបានរុក្ខជាតិដ៏មានតម្លៃដែលខ្លួនចង់បានហើយគាត់ក៏ប្រញាប់តោងខ្សែពួរឡើងមកលើដីវិញភ្លាមនៅពេលឡើងមកដល់ខាងលើគាត់ក៏បានជួបនឹងបុរសចំណាស់ម្នាក់ដែលជាសាច់ញាតិដែលកំពុងតែដើររកគាត់ឲ្យត្រឡប់ទៅហូបបាយនៅផ្ទះវិញបុរសចំណាស់រូបនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយមិនចង់ជឿទាល់តែសោះថាក្មួយប្រុសរបស់ខ្លួនអាចរកបានដើមផ្កាដ៏កម្រនិងមានតម្លៃបែបនេះពីលើភ្នំដោយខ្លួនឯងបានឡើយគាត់ថែមទាំងមានការសង្ស័យថាទូឯកប្រុសរបស់យើងប្រហែលជាត្រូវគេបោកឲ្យទិញផ្កាដែលគេដាំមកកុហកភ្នែកគាត់ដើម្បីយកមកធ្វើជាបង្អួតតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលបានពិនិត្យនិងដឹងច្បាស់ថាវាជាផ្កាព្រៃពិតប្រាកដបុរសចំណាស់ក៏លែងហ៊ាននិយាយអ្វីទៀតហើយបានត្រឹមតែស្ងើចសរសើរមិនដាច់ពីមាត់ចំពោះសំណាងដ៏អស្ចារ្យមួយនេះមើលលឺនេះចុះការតម្រៀបបែបនេះរូបរាងបែបធម្មជាតិទៀតនេះពិតជាដើមឈើចាស់ដែលគេថែទាំយ៉ាងល្អមែនគុណភាពបែបនេះពិបាករកណាស់ណាសម័យនេះរកដើមរ៉ូដូដេនដ្រូនព្រៃធំបែបនេះមិនងាយទេនេះអាចចាត់ទុកថាជាទំនិញចាស់ដំបូងគេដែលបានពីលើភ្នំឆ្នាំនេះរបស់នេះមានតម្លៃពិតមែនលីនមូទៅយើងទាំងពីរលើកវាដាក់ឡានឥឡូវនេះទៅផ្សារលក់ទំនិញព្រៃនៅទីរួមស្រុកភ្លាមរបស់ល្អបែបនេះត្រូវតែលក់ពេលវានៅស្រស់បើយឺតមួយជំហានតម្លៃប្រហែលជាធ្លាក់ចុះពាក់កណ្ដាលបាត់ហើយមើលចុះមនុស្សក៏មិនសូវមានដែរអាក្មេងនេះដឹងអីដល់ម៉ោងបាយហើយគ្រួសារតូចគេត្រឡប់ទៅអស់ហើយដែលនៅសល់សុទ្ធតែជាអ្នកមាននិងអ្នកទិញឲ្យសន្តាគារទេពួកនេះមកដិតណាស់យើងធ្វើបែបនេះអ្នកមើលដឹងភ្លាមថាមានរបស់ល្អគ្រាន់តែអង្គុយរងចាំគេមកដល់បានហើយបងប្រុសថ្ងៃនេះមានរបស់ល្អអ្វីខ្លះអ្នកឯងមើលខ្លួនឯងទៅមើលចុះមើលទៅគុណភាពនិងក្លិនក្រអូបសាយភីចេញមកហើយនេះប្រកាសជាមានរបស់ល្អមិនខាននេះពិតជាទំនិញលំដាប់ខ្ពស់ដែលទើបតែយកចុះពីលើភ្នំដើមរ៉ូដូដេនដ្រូនព្រៃសុទ្ធដែលមានអាយុកាលជាង100ឆ្នាំហើយមើលចុះបន្លែព្រៃនិងមើមដំឡូងព្រៃដែលមានគុណភាពកម្ពស់ទាំងនេះទៀតអូហូការរៀបចំដើមរ៉ូដូដេនដ្រូននេះពិតជាអស្ចារ្យណាស់មានរាងដូចពុកធម្មជាតិនេះប្រហែលជាដើមឈើដែលមានអាយុកាលរាប់រយឆ្នាំហើយមែនទេដើមរ៉ូដូដេនដ្រូនដែលមានគុណភាពបែបនេះខ្ញុំធ្លាប់ឃើញតែមុនពេលបិទភ្នំកាលពី9ឆ្នាំមុនប៉ុណ្ណោះឥឡូវនេះគឺពិបាករកណាស់ពូពិតជាអ្នកជំនាញមែនគាត់និយាយត្រូវទាំងអស់កុំនិយាយអីទៀតដើមរ៉ូដូដេនដ្រូននេះខ្ញុំទិញសម្រាប់ធ្វើជាផើងផ្កានៅសៀងហៃដើមឈើព្រៃដែលមានអាយុកាលជាង100ឆ្នាំមានតម្លៃចាប់ពី10000ឡើងទៅដើមនេះមានរាងស្អាតណាស់ខ្ញុំឲ្យ15000ខ្ញុំយកទៅដាក់នៅ lobby សន្តាគារខ្ញុំនេះហើយជាផើងផ្កាធម្មតាដែលត្រឹមត្រូវ15000ខ្ញុំឲ្យ18000ដើមរុក្ខជាតិមួយដើមនេះលក់ដល់18000ឯណោះហ៎ខ្ញុំធ្វើការនៅទីក្រុងនេះហត់នឿយមួយខែបានតែ5-6000ទេឥឡូវគ្រាន់តែជីកបានដើមរុក្ខជាតិមួយដើមនេះក៏ស្មើនឹងប្រាក់ខែ3ខែបាត់ទៅហើយនេះមិនមែនជីកដើមឈើទេនេះវាជីកបានម៉ាស៊ីនដល់លុយហើយចុះចាំអីទៀតដោយសារសមត្ថភាពយល់ដឹងពីដំណាំរបស់ខ្ញុំពេលនេះក្នុងការថែទាំដីនិងជ្រើសរើសពូជល្អខ្ញុំប្រកាសជាអាចធ្វើបានល្អបំផុតហើយដាំបានពូជដែលល្អបំផុត20000មានអ្នកណាឲ្យខ្ពស់ជាងនេះទៀតទេបើគ្មានទេគឺប្រគល់ឲ្យទៅចំការហើយណាចាំបន្តិចឮថាទីនេះមានដើមរុក្ខជាតិអាយុកាលជាង100ឆ្នាំមែនទេពិតមែនហើយដើមរុក្ខជាតិអាយុកាលជាង100ឆ្នាំនេះរាងវាធម្មជាតិហើយវាស្អាតខ្លាំងណាស់
មិនអន់ទេនេះជាដើមឈើព្រៃសុទ្ធដែលមានអាយុកាលរាប់រយឆ្នាំដើមវាមានរាងស្អាតហើយមែកក៏ដុះស្មើគ្នាទៀតឈាមឈើនេះគ្រប់គ្រាន់ហើយ26000លក់ឲ្យខ្ញុំមក26000គ្រាន់តែដើមផ្កាដួងច័ន្ទមួយដើមនេះក៏26000ដែរឬបងស្រីតាបងមកទិញម្ហូបឬមកទិញទំនិញទៅលក់បន្តហ្នឹងអូគឺកញ្ញាឈិនសោះជួបគ្នាពិតជាសំណាងណាស់26000បើដាក់ក្នុងហាងផាងផ្កាតូចរបស់យើងគឺមិនសូវចំណេញទេប៉ុន្តែបើសម្រាប់ហាងឈីងឡានសានហ្វាងរបស់កញ្ញាឈិនវិញគឺរឿងមួយផ្សេងទៀតហើយគេមិនមែនបើកតែសន្តាគារទេណាមុខរបរលក់ផាងផ្កាលំដាប់ខ្ពស់និងគ្រឿងផ្សំកម្មកទូទាំងខេត្តគេកាន់កាប់ចិត្តពាក់កណ្ដាលទៅហើយមិនចម្លែកទេដែលគេហ៊ានឲ្យថ្លៃខ្លាំងម្ល៉េះគេគឺជាអ្នកមានបំផុតលេខ1ក្នុងស្រុកឈីងឡានរបស់យើងរំខានអ្នកទាំងពីរជួយថ្លឹងឲ្យផងបានចាំខ្ញុំថ្លឹងជូនពូកុំរំខានអីគិតលេខមូលទៅឲ្យកញ្ញាម្នាក់នេះគិតត្រឹម26000ទៅបានហើយបើអ្នកជាអ្នកជីកអ្នកជាអ្នកសម្រេចចិត្តចុះតែត្រូវតែថ្លឹងឲ្យច្បាស់មិនមែននៅមានបន្លាយយាមនិងទំពាំងបាយជូរទៀតព្រះឲ្យទំពាំងបាយជូរនេះធំម្លេះរដូវដែលទំពាំងបាយជូរធំគឺនៅជុំវិញបុណ្យឆេងមេងទេនេះទើបតែខែកុម្ភៈសោះមិនក៏ដុះលឿនម្លេះដាំដោយមនុស្សមែនទេអាបីធំនោះប្រហែលជាមានទម្ងន់8 9ដំឡឹងឯណោះតែមើលទៅមិនដូចជាដាំដោយមនុស្សសោះមិនដែលលោកប្រុសកុំបារម្ភអីទំពាំងបាយជូរទាំងនេះនិងដើមផ្កាដួងច័ន្ទនេះគឺខ្ញុំចូលទៅជីកដោយខ្លួនឯងផ្ទាល់ធានាថាជាប្រៃសុទ្ធលោកនិយាយត្រូវហើយនេះពិតជាទំពាំងបាយជូរព្រៃមែនគុណភាពល្អណាស់មិនចាញ់កន្លែងល្បីទេព្រៃឈើនៅភ្នំឈីងឡានក្រាស់ជ្រលងភ្នំជ្រៅហើយត្រជាក់សមបំផុតសម្រាប់ការដុះលូតលាស់របស់វាលោកអាចជីកបានរបស់ទាំងនេះបើមិនមែនមានវិធីពិសេសក៏ប្រហែលជាស្គាល់រុក្ខជាតិក្នុងព្រៃច្បាស់ខ្លាំងណាស់មិនធម្មតាទេណាតាលីគាត់ធ្លាប់រស់នៅក្នុងព្រៃអស់មួយជីវិតទៅហើយភ្នែកគាត់មិនបាច់និយាយទេក្នុងពេលដែលគាត់និយាយថាវាជាព្រៃគឺប្រកាសជាព្រៃហើយពិតមែនហើយរដូវនេះប្រហែលជាមានតែក្នុងព្រៃជ្រៅនៃភ្នំឈីងឡានរបស់យើងទេដែលអាចដុះទំពាំងបាយជូរធំបែបនេះបានអុយមើលណែខ្ញុំយក10ចិនគិតតាមតម្លៃទីផ្សារទៅឲ្យឆ្ងាយទៅរដូវនឹងឯងទៅរកទំពាំងព្រៃធំបែបនេះនៅណាតម្លៃទីផ្សារធម្មតាអាចទិញបានឬឈប់ដណ្ដើមគ្នាទៅគោលការណ៍អាសាលេមួយនេះព្រមទាំងបន្លែព្រៃដំឡូងព្រៃនិងទំពាំងព្រៃទាំងអស់នេះភោជនីយដ្ឋានឈីងឡានរបស់ខ្ញុំមកទាំងអស់ទំពាំងដែលធំជាងគេទាំង3នេះខ្ញុំឲ្យ4800 4200 3800យ៉ាងម៉េចដែរ4800 4200 3800បុកចូលគ្នាជា10000បុកថែមគោលការណ៍អាសាលេ25000ទៀតជិត40000បាត់ហើយលុយប៉ុណ្ណេះគ្រាន់តែជាចំណែកដ៏តូចមួយនៃជ្រលងភ្នំនេះប៉ុណ្ណោះជាការពិតណាស់បាយត្រូវញ៉ាំម្ដងមួយម៉ាត់ចង់បានជោគជ័យគឺត្រូវដើរមួយជំហានម្ដងពេលនេះជំហានដំបូងត្រូវកំណត់គោលដៅតូចមួយឲ្យខ្លួនឯងសិនគឺរកឲ្យបាន100លានលីនម៉ូម្នាក់នេះពិតជាមិនមែនជាអ្នកជីកយិនសិនធម្មតានោះទេអ្នកជីកយិនសិនធម្មតាគុំថាឡើយជីកបានយិនសិនកម្រ100ឆ្នាំទោះជាយិនសិនព្រៃទម្ងន់8 9ដំឡឹងក៏ត្រូវពឹងលើសំណាងដែរតែពេលគេចេញមុខម្ដងសុទ្ធតែជារបស់ដែលមានគុណភាពកម្ពស់តែម្ដងបើមិនមែនជាជំនាញឡើងភ្នំពីដូនតាទេក៏ប្រកាសជាមានវិធីសាស្ត្រពិសេសអ្វីមួយដែលគ្មានអ្នកដឹងដែរប្រសិនបើអាចសហការជាមួយគេបានយូរអង្វែងហើយយូរម្ដងរកបានរបស់កម្រទៀតនោះគេឈ្មោះរបស់ហាងឈីងឡានសានហ្វាងច្បាស់ជាអាចល្បីសុះសាយក្នុងពេលដ៏ខ្លីមិនខានលីនម៉ូតើអ្នកអាចឲ្យលេខទំនាក់ទំនងមកខ្ញុំបន្តិចបានអត់អាឡូលោកប្រធានយ៉េងខាងយើងវីឡាភ្នំធីងលែនណាទើបតែបានដាំផ្កាគៀងគូព្រៃអាយុកាលជា100ឆ្នាំមួយដើមបើយកទៅដាក់តាំងនៅកន្លែងទទួលភ្ញៀវដើម្បីទទួលដៃគូជំនួញគឺពិតជាអស្ចារ្យខ្លាំងណាស់ចាស់លោកអាចមើលក្នុងកណនីរបស់ខ្ញុំបានណាក៏ហើយមែនទេចាស់សល្អណាស់លោកស្រីរ៉ាវលើកមុនអ្នកស្រីថាចង់រៀបចំពិធីជប់លៀងខួបកំណើតឲ្យលោកតាចាស់ហើយចង់រកបន្លែព្រៃធម្មជាតិពិតយកមកធ្វើម្ហូបថ្ងៃនេះខាងវីឡាយើងទើបតែទទួលបានទំពាំងព្រៃយ៉ាងល្អមួយវគ្គដាំធំណាស់ជាទំពាំងព្រៃពិតបំយឺតប្រយ័ត្នអស់ណាវីឡានេះបើកបានកន្លះខែហើយតែគេឈ្មោះនៅតែមិនទាន់ល្អសោះនិយាយឲ្យចំទៅគឺនៅខ្វះរបស់កម្រដែលអាចតាក់ទាញភ្ញៀវបាននឹងឯងវីឡាលំហែកាយលំដាប់ខ្ពស់សំខាន់គឺត្រូវមានរបស់កម្រដែលអ្នកដទៃគ្មានលើកនេះរបស់ព្រៃនិងដើមផ្កាគៀងគក់ព្រៃមួយវគ្គនេះទីបំផុតអាចជួយបើកផ្លូវឲ្យខ្ញុំបានបន្តិចហើយ
លីងមូម្នាក់នេះពិតជាមិនមែនជាអ្នករកស៊ីតាមព្រៃភ្នំធម្មតានោះទេឲ្យតែអាចឲ្យគេជួយរករបស់ព្រៃឲ្យខ្ញុំយូរម្ដងយីហោហាងឈីងឡានច្បាស់ជាអាចល្បីឈ្មោះពេញទំហឹងក្នុងពេលដ៏ខ្លីមិនខានបងស្រីឈីងយ៉ាប្រធានក្រុមហ៊ុនរងហួយថ្ងៃនេះមកកាត់ខ្សែបូបើគម្រោងនៅស្រុកយើងហើយយប់នេះមានរៀបចំពិធីជប់លៀងអញ្ជើញដៃគូសហការធំនិងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ខ្ញុំបានខិតខំធានាណែនាំភូមិគ្រឹះឈីងឡានរបស់ពួកយើងណានេះជាឱកាសដ៏ល្អបំផុតដើម្បីសាងកេរ្តិ៍ឈ្មោះឥឡូវនេះប្រធានខ្ញុំបានយកខ្សែរយៈទាំងអស់របស់ខ្ញុំមកភ្នាល់ហើយបងត្រូវតែរៀបចំកម្មវិធីនេះឲ្យបានល្អណាស់បានហើយមិននិយាយច្រើនទេខ្ញុំត្រូវទៅរៀបចំទទួលភ្ញៀវសិនហើយប៉ុណ្ណឹងសិនចុះក្រុមហ៊ុនរងហួយនោះគឺជាក្រុមហ៊ុនអចលនទ្រព្យកម្ពុជាប្រចាំខេត្តយើងប្រធានក្រុមហ៊ុនឈិនហុងយានគឺជាបុគ្គលគំរូក្នុងពិភពជំនួញក្នុងខេត្តមានបុគ្គលសំខាន់មកភូមិគ្រឹះយើងបើយើងគ្មានរបស់ល្អយកមកទទួលភ្ញៀវទេពឹងតែលើទំពាំងនិងបន្លែព្រៃដែលប្រមូលបានថ្ងៃនេះគឺមិនអាចរៀបចំកម្មវិធីធំបែបនេះបានឡើយគិតមិនទៅគិតមិនទៅគិតមិនទៅក្រុមអ្នកបញ្ជាទិញរបស់យើងរកអស់កន្លះខែហើយនៅតែរកមិនបានរបស់កម្រសម្រាប់ទទួលភ្ញៀវទៀតឥឡូវសល់តែ4ម៉ោងទៀតទេតើឲ្យទៅរកឯណាបានដល់ពេលនោះបើបំរើមិនបានល្អមិនត្រឹមតែមិនល្បីឈ្មោះទេថែមទាំងខូចឈ្មោះទៀតផងកេរ្តិ៍ឈ្មោះភូមិគ្រឹះយើងនឹងធ្លាក់ដល់បាតហើយមិនអាចងើបមុខរួចទៀតទេប្រហែលជាអាចតាក់ទងទៅលីនម៉ូសាឡបងមើលសិនទៅក្រែងលោកគេមានផ្លូវអាចជួយបានយប់នេះមិនក៏អ្នកនាងឈីនខលមកខ្ញុំអញ្ចឹងមិនមែនគិតថាឲ្យលុយថ្លៃទិញរបស់ព្រៃច្រើនពេកហើយស្ដាយក្រោយទេដឹងអាឡូអ្នកនាងឈីនយប់នេះខ្ញុំមានពិធីជប់លៀងដ៏សំខាន់មួយត្រូវការទំនិញពីព្រៃនិងគ្រឿងផ្សំជាច្រើនដូចជាទំពាំងបារាំងគុណភាពខ្ពស់ឆៃថាវហើយនិងរុក្ខជាតិលម្អមួយចំនួនទៀតបើមានមែនតម្លៃមិនមែនជាបញ្ហាទេខ្ញុំស្មានតែអ្នកបដិសេធព្រោះតែតម្លៃខ្ពស់ទៅទៀតតាមពិតរឿងតែប៉ុណ្ណឹងសោះអាឡូលីនមូអ្នកនៅស្ដាប់ខ្ញុំទេបាទនៅស្ដាប់តើចុះរឿងនេះជួយខ្ញុំបានទេសូមអង្វរផងជួយសួរមិត្តភក្តិអ្នកដែលចូលព្រៃរកទំនិញឬអ្នកដែលយល់ដឹងពីទំនិញព្រៃឲ្យខ្ញុំផងបានរឿងនេះទុកចិត្តលើខ្ញុំចុះចាំស្ដាប់ដំណឹងល្អពីខ្ញុំក៏កំពុងតែគិតថាប៉ុន្មានថ្ងៃនេះនឹងសាកល្បងសមត្ថភាពខ្លួនឯងដែរសូមច្បាប់ឈប់សម្រាប់ប៉ុន្មានថ្ងៃនេះដើម្បីទៅរកនៅភ្នំឈីងឡានហើយរកលុយឲ្យបានច្រើនបន្តិចឆ្លៀតឱកាសនេះត្រូវតែស្វែងយល់ពីសមត្ថភាពនេះឲ្យច្បាស់ទើបអាចរកលុយពីថៅកែសងបានខ្ញុំអាចជឿសំឡេងស្រមោចកំពុងជីកដីនៅក្បែរគល់ស្មៅហើយក៏អាចជឿសំឡេងផ្កាព្រៃនៅចម្ងាយ10ម៉ែត្រកំពុងតែរីកស្គូស្គីបន្តិចម្ដងដែរការយល់ដឹងនេះពិតជាអស្ចារ្យខ្លាំងណាស់សូម្បីតែអាចដឹងច្បាស់ថាស្មៅមួយណាអាចបរិភោគបានដើមឈើមួយណាមានជំងឺដង្កូវស៊ីហើយដីមួយណាមានលាក់ទុកនៅរបស់ព្រៃដែលមានគុណភាពល្អអូនេះហើយដែលហៅថាការយល់ដឹងពីធម្មជាតិធម្មពលជីវិតកំពុងតែបញ្ចេញមកពិតជាមិនធម្មតាមែនចុះអាសត្វជូយាឈីងនេះមិនក៏ស្លូតដូចឆ្មាគេចិញ្ចឹមអញ្ចឹងថែមទាំងមានសមត្ថភាពធ្វើឲ្យសត្វចូលចិត្តទៀតហើយរឿងដែលរាងកាយរឹងមាំរហូតដល់ពលមិនចូលនោះប្រហែលជាពិតមែនហើយអូខេយល់ច្បាស់ពីសមត្ថភាពអស់ហើយដល់ពេលត្រូវចេញទៅបរបាញ់ហើយសុទ្ធតែជាពូជធម្មតាទេទុកឲ្យវាដុះតាមធម្មជាតិទៅបានហើយព្រៃឈើឈីងឡានទាំងមូលនេះសុទ្ធតែជាកន្លែងដែលធម្មជាតិបង្កើតឡើងហេតុអ្វីត្រូវមកខ្វល់ពីផលចំណេញតិចតួចនៅចំពោះមុខនេះខ្ញុំមិនខ្វល់ពីផលចំណេញតូចតាចបែបនេះទេអូហូវល់ឆ្អឹងធំខ្លាំងណាស់ធំដល់ថ្នាក់នេះ
អូហូអាមួយនេះពូកែណាស់វាមិនមែនដឹងថាខ្ញុំនៅទីនេះទេដឹងបានជាវាបង្ហាញភាពរស់រវើកបែបនេះរូបរាងរបស់វាពេលនេះបើយកទៅដាក់តាំងក្នុងពិព័រណ៍សិល្បៈផាំផ្កាវិញគឺពិតជាវត្ថុធាតុដើមលំដាប់មេដៃមាសតែម្ដងបើអាចកែច្នៃវាឲ្យក្លាយជាស្នាដៃសិល្បៈហើយយកទៅដាក់តាំងនៅតំបន់សាធារណៈក្នុងភូមិគ្រឹះវិញគឺប្រកាសជាទាក់ទាញភ្នែកអ្នកទស្សនាខ្លាំងណាស់វាពិតជាស្នាដៃធម្មជាតិដ៏អស្ចារ្យដែលលើកសម្រស់ទីនេះបានមែនអូហូនេះមិនមែនជាយិនសិនព្រៃទម្ងន់ជាង1គីឡូទេអីធំជាងដើមឫស្សីដែលខ្ញុំជីកបានកាលពីព្រឹកមិញទៅទៀតចិត្តត្រជាក់ទីតាំងល្អបែបនេះប្រកាសជាមានរបស់ល្អច្រើនទៀតមិនខានត្រូវតែស្ងប់ស្ងាត់របស់ល្អបែបនេះត្រូវតែយកត្រឡប់ទៅវិញឲ្យបានកញ្ញាខេនតើអ្នកធ្លាប់ឃើញທາງបុរាណអាយុកាល500ឆ្នាំធំបែបនេះទេតើវាគ្រប់គ្រាន់សម្រាប់ទាក់ទាញចំណាប់អារម្មណ៍ទេសូមអញ្ជើញចេញទៅយើងនៅតែរកមិនឃើញរបស់កម្រសម្រាប់ដាក់តាំងបង្ហាញទេពួកឯងនឹងរឿងប៉ុណ្ណឹងក៏ធ្វើមិនបានដែរតើខ្ញុំត្រូវការពួកឯងធ្វើអីទៀតតើការរៀបចំផែនការនេះគឺចង់បង្ខំឲ្យខ្ញុំចុះចេញពីតំណែងមែនទេនេះគឺជាឈើស្ងួតដែលរីកការឡើងវិញក្នុងរឿងព្រេងនិទានមែនទេທາງបុរាណមួយនេះខ្ញុំត្រូវតែយកវាឲ្យបានខ្ញុំនឹងដាក់វាក្នុងទូកញ្ចក់ដែលបានកុម្ម៉ង់ពិសេសហើយដាក់តាំងបង្ហាញនៅសាលធំនៃភូមិគ្រឹះពិតជាមិនគួរឲ្យជឿមែនវាពិតជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់ភូមិគ្រឹះយើងមែនរបស់ដ៏មានតម្លៃលោកឈើឲ្យលោកឈើលោកពិតជាអ្នកសង្គ្រោះរបស់ខ្ញុំមែនវល្លិឆ្អឹងភ្លើងដ៏ធំស្អាតបែបនេះយ៉ាងហោចណាស់ក៏មានអាយុកាលជាង500ឆ្នាំដែរវល្លិចាស់រាប់រយឆ្នាំនេះវាមានតម្លៃមហាសាលណាស់ចុះពន្លកឫស្សីនេះទៀតព្រះឲ្យធំម្លេះមិនបានទេខ្ញុំត្រូវសួរទីតាំងរបស់លោកឈើហើយទៅទីនោះឥឡូវនេះវល្លិឆ្អឹងនិងរបស់ព្រៃកម្រិតធំបែបនេះមិនអាចធ្លាក់ទៅក្នុងដៃអ្នកដទៃបានឡើយលោកឈើនេះគាត់ចង់មានន័យថាម៉េចហ្នឹងផ្ញើរូបភាពមកឲ្យខ្ញុំធ្វើឲ្យខ្ញុំចង់ដឹងហើយបែរជាមិនលើកទូរស័ព្ទទៅវិញមានមនុស្សបែបនេះដែរឬ